ពីប្រហុកសាច់បែបនេះទៅជាបែបនេះនងទេបងប្អូនងាយស្រួលប្រើប្រាស់ទៀតផងគ្រាន់តែដួសបន្តិចដាក់ចូលម្ហូបអាហារជាការស្រេចមិនបាច់ពិបាកទុកដាក់ដូចមុនទេប្រហុកធម្មជាតិតាមបទពិសោធន៍បងអូនគឺពិបាកទុកដាក់មានន័យថាបើយើងទុកដាក់បានល្អទេធ្វើឲ្យប្រហុកហ្នឹងងាយខូចងាយក្រហមងាយដូរពណ៌ហើយដុំធំអញ្ចឹងទៀតកាន់តែយ៉ាប់ប្រើប្រាស់ខ្ញុំបានទទួលខមមិនភ្ញៀវជាច្រើននៅពេលដែលទិញប្រហុកធម្មជាតិពីខាងខ្ញុំទៅតែងតែរអ៊ូរទាំថាអូនទុកបានបន្តិចទៅឡើងក្រហមដូរពណ៌អូនក្លិនអត់សូវឈ្ងុយដូចមុនសោះតែពិតទៅប្រហុកធម្មជាតិតើតែយើងនឹងខ្ទាស់ទឹកអំបិលឲ្យលិចទៅប្រហុកហ្នឹងអាចទុកបានយូរតែភ្ញៀវភាគច្រើនគឺគាត់ចង់បានប្រហុកសាច់បែបស្ងួតដើម្បីងាយស្រួលប្រើប្រាស់ប៉ុន្តែពេលដែលស្ងួតទៅធ្វើឲ្យប្រហុកហ្នឹងឆាប់ខូចវិញជាមូលហេតុធ្វើឲ្យនាងខ្ញុំហ្នឹងកែប្រែធ្វើជាម្សៅប្រហុកជូនបងប្អូនវិញកាន់តែងាយស្រួលជាងមុនទៅទៀតមិនបាច់ហត់នឿយក្នុងការថែទាំទេប្រហុកសាច់ដែលខ្ញុំយកមកផលិតជាម្សៅនេះគឺជាប្រភេទប្រហុកធម្មជាតិត្រីឆ្នោដែលគេចិញ្ចឹមនៅខាងតំបន់ទន្លេសាបបងអាចមើលសាច់ប្រហុកដែលយើងយកមកធ្វើបានគឺធំដុំធំហ្មងល្អមែនទែនចំពោះរបៀបប្រើប្រាស់គឺប្រើប្រាស់ដូចតែប្រហុកធម្មតាយើងហ្នឹងគ្រាន់តែយើងមិនបាច់ហត់ចិញ្ច្រាំឬក៏ហត់ជ្រុំដូចមុនទេថែមទាំងស្រាលនិងងាយស្រួលទុកដាក់និងដឹកជញ្ជូនផ្លូវឆ្ងាយដូចជាក្រៅប្រទេសជាដើមចំណេញថ្លៃដឹកអូខេ5អ្នកផលិតនៅក្នុងខេត្តបាត់ដំបងយើងនេះទេជួយគ្រប់គ្រងផងណាបងប្អូនមិនមែនមានតែម្សៅប្រហុកទេណាមានច្រើនប្រភេទមែនទែនបងប្អូនមើលណែមានគ្រប់មុខបងប្អូនចាប់អារម្មណ៍អាចតាក់ទងមក page វលៈកែច្នៃកសិផលអរគុណ